បាទសម្រាប់ម៉ាស៊ីនតូរ៉ាសានេះខ្ញុំអាចនិយាយថាបងប្អូនយកទៅគឺពិតជាអត់ស្ដាយលុយទេហើយក៏ខ្ញុំអាចនិយាយបានថាបងប្អូននឹងពេញចិត្តសម្រាប់ម៉ាស៊ីនមួយនេះតែម៉ាស៊ីននេះគឺវាដំណើរការ smooth ល្អហើយវាមានកង់រុញងាយស្រួលម្លាស់ទីមានរលោងបំពាក់ពីលើអញ្ចឹងទៅយើងស្រួលទុកដាក់បន្ទាប់ពីយើងបាញ់វិញអញ្ចឹងណាមិនត្រឹមតែប៉ុណ្ណោះម៉ាស៊ីននេះគឺម្ចាស់គាត់បានលេងជាមួយនឹងប្រភេទផ្ដាច់រហ័សផ្ដាច់ដៃបាញ់ណាគេហៅថាជាប្រភេទសង់រហ័ស inox អញ្ចឹងណាបងប្អូនហើយដោយសារតែគាត់លៀងឡានគាត់បាញ់យ៉ាងច្រើនអញ្ចឹងគាត់បែបថាគាត់វាអាចនឹងចុកដៃអញ្ចឹងហើយគាត់ប្រើប្រភេទកៃដែលឡុកបានបាទនេះប្រភេទកៃនេះវាមានលក្ខណៈពិសេសរបស់វា3យ៉ាងត្រឹមតែកៃនេះទន់ហើយអានេះយើងកាន់ទៅវាបែបថាវាមិនមែនជាប់សុទ្ធទេវាទន់អញ្ចឹងកាន់ទៅវាគាត់ថាណែនជាមួយនឹងដៃយើងល្អមែនតើអញ្ចឹងត្រឹមតែប៉ុណ្ណោះគឺវាមាននេះដល់ពេលដែលយើងបាញ់ទៅវាអត់រឹងជាប់មួយទីយោទេគឺយើងចង់ឲ្យលាស់ទៅណាក៏បានដែរហើយនៅពេលដែលយើងបាញ់ចុកដៃគឺយើងអាចឡុកចោលទៅបាទហើយបើប្រភេទម៉ាស៊ីនតូចៗអីយើងអាចឡុកអញ្ចេះបានណាបងប្អូនដោយសារម៉ាស៊ីនតូចៗតែឡុកវាបាញ់ដល់រាប់ម៉ោងហើយវាក្តៅអញ្ចឹងវាអាចបដាល់ម៉ាស៊ីននឹងចាស់បើប្រភេទតូរ៉ាសាយើងអាចធ្វើអញ្ចឹងបានដោយសារនៅពេលយើងឡុកចោលមកក៏ភ្លេចខ្លួនម៉ាស៊ីនវាដាច់ដំណើរការអូតូអញ្ចឹងបាទហើយកៃនេះគឺយើងអត់ប្រមាថទេនៅពេលដែលយើងឡុកអញ្ចឹងហើយយើងចង់អានឡុកវិញយើងគ្រាន់តែតាក់វាមកក្រោយកន្លែងទៅវិញទៅអូខេយ៉ាងនេះឡុកអានេះវាមានវិលអញ្ចឹងនៅពេលដែលយើងដាក់វាមកបែបនេះបាទអញ្ចឹងបងប្អូនឃើញតែទៅវាវិលវាអត់នេះមួយទីយោយើងចង់ងាកបាញ់ទៅណាក៏វាអត់រឹងជាប់មួយទីយោអត់ពាន់ដែរស្រួលលាស់បាទហើយយើងដកក្របវានេះមកអញ្ចឹងមកយើងប្លត់អានេះតិចមកនេះវាមកអូខេដកវិញប្លត់ចេញមកក្រោមចូលវិញមកបាទជាការស្រេចវាស្រួលមែនទែនបាទអែមខ្លាំងបាទអរគុណច្រើន